ជំរាបសួរបងប្អូនដែលកំពុងតែស្វែងរកជាប្រភេទ condo ជួលនៅខាងទូកោកបាទថ្ងៃនេះខ្ញុំមកចេញវីដេអូថ្មីមួយទៀតបាទសម្រាប់បន្ទប់នេះគឺជាប្រភេទ2បន្ទប់គេខាងនេះគឺជាតុសម្រាប់ដាក់អីវ៉ាន់ដែលយើងមកពីក្រៅឬមកក៏ទូដាក់ស្បែកជើងអីមួយសេតមកអញ្ចឹងកន្លែងចក្រាននេះគឺគាត់មានការរៀបចំមានធំទូលាយស្លាស់ល្អបងអញ្ចឹងជាមួយនឹងសម្ភារៈគឺគាត់មានមួយសេតមកអញ្ចឹងតើតួងជាមួយនឹងចក្រានអគ្គិសនីម៉ាស៊ីនបឺផ្សែងជាមួយនឹងកន្លែងនេះគឺគាត់បន្ថែមខណ្ឌជាកញ្ចក់ដើម្បីកុំឲ្យពេលដែលយើងធ្វើម្ហូបទៅគឺខ្ទាតបាទសម្រាប់ទូទឹកកកគឺធំមែនតើសម្រាប់ការប្រើប្រាស់ចាំថ្ងៃសម្រាប់តុនេះតុញ៉ាំបាយក៏គាត់មានការរៀបចំអីស្អាតដែរបងបាទជាមួយនឹងទូតាំងជាមួយនឹងដាក់សម្ភារៈផ្សេងអញ្ចឹងយើងកន្លែងមកខាងនេះគឺតេតងជាមួយនឹងកន្លែងទទួលភ្ញៀវបាទក៏មានសភាពរៀងធំទូលាយឆ្លាស់ល្អដែរការរៀបចំរបស់គាត់នេះសំបីតាប្រភេទតុនេះក៏គឺក្តារនេះគឺគាត់ដាក់ជាប្រភេទម៉ាតអញ្ចឹងបងអាចមើលបានគឺអត់ងាយចាស់ឲ្យមើលទៅគឺនៅតែស្អាតថ្មីហ្មងអញ្ចឹងយើងកន្លែងទៅមើលទីក្រុងវិញបាទសម្រាប់បន្ទប់នេះគឺបែរទៅទីក្រុងហ្មងបងនៅចិត្តជាមួយនឹងផ្សារទំនើប TK Avenue 2 កកតែម្ដងអញ្ចឹងយើងត្រឡប់ទៅមើលបន្ទប់គេងរបស់យើងវិញបាទខាងនេះគឺជាបន្ទប់គេងសម្រាប់សមាជិកគ្រួសាររបស់យើងបាទយើងមានទូខោអាវជាមួយនឹងតុសម្រាប់រៀនសូត្រឬមួយក៏តុសម្អាងផ្សេងអញ្ចឹងបើសិនជាបងមានជាកូនអីគឺយើងមានតុសម្រាប់ហ្មងបាទអញ្ចឹងខាងនេះគឺជាបន្ទប់ធំអញ្ចឹងយើងមានកន្លែងដាក់សម្ភារៈបាទតោះខ្លួននៅខាងក្នុងបន្ទប់នេះជាមួយនឹងតុសម្រាប់យើងធ្វើការឬមួយក៏ជាតុសម្អាងអីបានហើយចំពោះកែក៏យើងមានសម្រាប់ការដាក់អីបានដែរបងអញ្ចឹងបន្ទប់នេះវាពិសេសថងថាបន្ទប់គេងគឺយើងមាន view ទៅខាងទីក្រុងផ្ទាល់តែម្ដងបាទសម្រាប់ខាងនេះគឺយើងមានទូខោអាវដូចគ្នាបងរៀងធំទូលាយស្លាស់ល្អសម្រាប់បន្ទប់នេះអញ្ចឹងបើសិនជាបងចាប់អារម្មណ៍ឬមួយក៏ចង់បានអីបងអាចឆាតឬមួយក៏អរគុណច្រើនចំពោះដែលបងបានមើលវីដេអូនេះបាទសូមអរគុណ